បាទសួស្តីលោកគ្រូខ្ញុំឈ្មោះសុវណ្ណនិវិតនៅក្នុង Lab Network នេះខ្ញុំបាន config និង troubleshoot campus network ដែលមាន switch និង router ហើយឥឡូវនេះខ្ញុំនឹងបង្ហាញអំពី task សំខាន់ៗដែលខ្ញុំបានបញ្ចប់នៅក្នុងការធ្វើ network lab មួយនេះហ្នឹងហើយសម្រាប់ task ទី1ខ្ញុំបាន fix PC2 connectivity ដែល PC2 ហ្នឹងมันអាចចូលទៅកាន់ network បានព្រោះវាមាន IP address មិនត្រឹមត្រូវអញ្ចឹងខ្ញុំបានកែវាដោយកំណត់ IP ត្រឹមត្រូវដោយដាក់192.168.03.3 និង gateway 192.168.01ហើយនៅ task បន្ទាប់ទៀតខ្ញុំបាន configure ether channel ខ្ញុំបានកំណត់ ether channel រវាង switch S1 S2 និង S2 S3 ដោយប្រើ PAGP protocol ឥឡូវនេះ switch អាចbonding link ច្រើនជាមួយគ្នាដើម្បីបាន bandwidth ល្អនិងមាន redundancy ហើយនឹងបន្ទាប់ទៀតខ្ញុំបានធ្វើខ្ញុំបាន config OSPF នៅលើ router 1 ដើម្បីផ្ដល់ internet connectivity ហើយឥឡូវនេះ PC1 និង PC2 អាច ping ទៅaddress ក្រេ8តាមរយៈ routing ត្រឹមត្រូវបន្ទាប់មកថាបន្ទាប់ទៀតខ្ញុំបាន block PC2 មិនឲ្យចូលទៅកាន់ server ដោយប្រើ extend ACL ហើយក៏បានកំណត់ backup internet route ដែលនឹងដំណើរការដោយស្វ័យប្រវត្តិប្រសិនបើប្រើ route ចម្បងបរាជ័យហើយតាមរយៈ lab នេះខ្ញុំបានរៀនអំពីការកំណត់និង troubleshoot IP core set up ether channel រវាង switch កំណត់ OSPF routing network security ជាមួយនឹង access list និង redundant routing ជាមួយ
floating static route អញ្ចឹងក្នុង lab នេះខ្ញុំរៀនបានប៉ុណ្ណឹង